នៅថ្ងៃមួយទន្សាយដ៏អួតអាងបានសើចចំអកអាយកន្ធាយដែលវាយឺតវាបានបបួលកន្ធាយរត់ប្រណាំងព្រោះជឿជាក់ថាខ្លួននឹងឈ្នះជាមិនខានការប្រកួតបានចាប់ផ្ដើមទន្សាយស្ទុះរត់យ៉ាងលឿនដូចព្រួញរីឯកន្ធាយវិញនៅតែបន្តវាទៅមុខយ៉ាងម៉ត់ចត់មួយជំហានម្ដងដោយសារនាំមុខឆ្ងាយពេកទន្សាយក៏គិតថាគួរសម្រាកបន្តិចសិនវាក៏លង់លក់យ៉ាងស្កប់ស្កល់ក្រោមដើមឈើដោយកណ្ដៃទ្វីប្រហានិងមើងងាយគូប្រកួតខណៈពេលដែលទន្សាយកំពុងដេកលក់កន្ធាយមិនបានឈប់សម្រាកឡើយវាបានវាផុតទន្សាយបន្តិចម្ដងដោយមិនលះបង់ការតស៊ូសូម្បីតែ1នាទីខណៈពេលដែលទន្សាយកំពុងដេកលក់កន្ធាយមិនបានឈប់សម្រាកឡើយវាបានវាផុតទន្សាយបន្តិចម្ដងដោយមិនលះបង់ការតស៊ូសូម្បីតែ1នាទីរឿងនេះបង្រៀនយើងថាភាពអំនួតនាំឲ្យបរាជ័យរីឯការតស៊ូព្យាយាមបន្តិចម្ដងនឹងនាំយើងទៅរកជោគជ័យដ៏ពិតប្រាកដ